នៅចុងពីសតវត្សមកនេះគឺតាមរបាយការណ៍របស់អង្គការសហប្រជាជាតិស្ដីពីការបម្រែបម្រួលអាកាសធាតុគឺបច្ចុប្បន្នឡើងចំណុចខ្ពស់ដល់ទៅចំណុច 1.2 អង្សាសេដែលជាកម្ដៅដែលមិនធ្លាប់មានហើយនៅក្នុងការប្រកាសសន្និដោយសារ 1.5 គឺជាបន្ទាត់កំហល់ប៉ុន្តែនៅក្នុងបរិបទហើយនឹងការនៃការវិវត្តសកម្មភាពរបស់មនុស្សក្នុងការរស់នៅដូចជាការធ្វើកសិកម្មក្នុងវិស័យឧស្សាហកម្មក្តីក្នុងការសាងសង់មធ្យោបាយធ្វើដំណើរឬក៏ការកាប់ព្រៃឈូសឆាយដីសកម្មភាពដែលធ្វើឲ្យមានបំភាយឧស្ម័នកាបូនិកក៏ដូចជាមេតានឬឧស្ម័នផ្សេងៗដែលប៉ះពាល់ដល់ស្រទាប់ផ្ទះកញ្ចក់គេអាចសន្មតថាផ្ទៃតណ្ហភាពអាចនឹងឡើងដល់ 3.5 នៃអង្សាសេបើយើងអត់មានការចូលរួមទប់ស្កាត់ប្រយុទ្ធប្រឆាំងជាមួយនឹងបម្រែបម្រួលអាកាសធាតុទេឧទាហរណ៍ដូចជាការធ្វើដំណើរគឺយើងប្រើប្រេងឥន្ធនៈនោះគឺយើងចម្រាញ់ពីហ្វូស៊ីលនៅក្រោមដីដែលមានជាតិផ្សំជាមួយនឹងឧស្ម័នពុលកាបូនមេតានក៏ដូច្នេះដើម្បីនឹងទប់ស្កាត់ហើយនឹងការពារបម្រែបម្រួលអាកាសធាតុយើងគ្រប់គ្នាត្រូវតែអនុវត្តទៅតាម regulation ច្បាប់ក្របខ័ណ្ឌរបស់អង្គការសហប្រជាជាតិអង្គការសហប្រជាជាតិគឺបង្កើតគណៈកម្មការ 3 ទៅលើគណៈកម្មការទប់ស្កាត់ការសាយភាយនៃឧស្ម័នកាបូនិកទៅស្រទាប់បរិយាកាសគណៈកម្មការគ្រប់គ្រងទៅលើការសម្របសម្រួលនៃការប្រែប្រួលអាកាសធាតុគណៈកម្មការគ្រប់គ្រងលើហិរញ្ញវត្ថុឬក៏ហិរញ្ញប្បទានដើម្បីជួយជំរុញឲ្យមានការប្រើប្រាស់នៅថាមពលកើតឡើងវិញឬក៏ជាកាបូនក្រេឌីតអញ្ចឹងយន្តការទាំងអស់នេះប្រសិនបើយើងចូលរួមគ្នាប្រយុទ្ធប្រឆាំងចូលរួមគ្នាធ្វើនោះបម្រែបម្រួលអាកាសធាតុក៏អាចនឹងប្រសើរឡើងដែរបាទដូច្នេះគ្រប់គ្នាបាទមានកាតព្វកិច្ចនឹងចូលរួមដើម្បីការពារបរិស្ថានដើម្បីការពារភពផែនដីរបស់យើងផងដែរអរគុណ